កូនមាសឪពុកកូនមិនត្រូវនិន្ទានិយាយអាក្រក់ពីក្រោយអ្នកដទៃឡើយព្រោះបើគេបានដឹងរឿងហើយគេរមែងមានទុក្ខនិងខឹងក្រោធមករកកូនវិញទោះបីនៅចំពោះមុខក៏ដោយបើកូនចង់និយាយអ្វីកូនត្រូវតាំងចិត្តមេត្តាឲ្យបានស្រួលសូមនិយាយកូនកុំភ្លេចគិតថាឪពុកម្ដាយគេឪពុកម្ដាយយើងបងប្អូនគេបងប្អូនយើងនៅម្នាក់ឯងឲ្យប្រយ័ត្នគំនិតនៅជាមួយញាតិមិត្តឲ្យប្រយ័ត្នសម្ដីកូនមាសឪពុកការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អបើកូនទៅទីណាក៏ដោយកុំឲ្យគេរងចាំមុននឹងកូនទៅទីណាកូនត្រូវប្រាប់អ្នកធំនៅក្នុងផ្ទះឬនៅក្នុងកន្លែងនោះកាលណាបើគេបានដឹងហើយគេនឹងជួយទម្រុកបំរុងកូនក្នុងកិច្ចការងារដែលចាំបាច់សុជីវធម៌កើតមកពីការក្រែងចិត្តអ្នកដទៃកូនមាសឪពុកបើអ្នកដទៃធ្វើខុសមកលើកូនចូលកូនកុំយកកំហឹងទៅទប់ទល់ឲ្យសោះកូនត្រូវឲ្យអភ័យហើយត្រូវសម្លឹងទៅរកសេចក្តីល្អរបស់គេឲ្យបានច្រើនបើកូនរកអំពើល្អរបស់គេមិនឃើញទេកូនត្រូវតែអាណិតគេព្រោះគេកំពុងតែមានគ្រោះកាចកូនមាសឪពុកកូននៅទីកន្លែងណាក៏ដោយមិនត្រូវសាងសត្រូវឡើយបើកូនជាមិត្តនឹងមនុស្សគ្រប់គ្នាមនុស្សគ្រប់គ្នាក៏ជាមិត្តជាមួយនឹងកូនដែរកូនចូលនឹករលឹកជានិច្ចថានៅលើផែនដីនេះបើយើងមានសត្រូវតែម្នាក់ក៏វាច្រើនណាស់ទៅហើយចូលកូនកុំពេញចិត្តពួកឲ្យគេស្អប់ទាំងកូនខ្លួនឯងក៏ដោយក៏កុំចូលចិត្តស្អប់អ្នកដទៃឡើយសាងមិត្តកុំសាងសត្រូវកូនមាសឪពុកបើកូនមិនចង់ឲ្យបែកមិត្តកូនកុំខ្ចីប្រាក់មិត្តឯការចូលចិត្តសុំរឹតតែណាស់ទៅទៀតការលួចរបស់អ្នកដទៃខុសទាំងច្បាប់ខុសទាំងសីលធម៌នាំឲ្យមានពាវរាទៅទៀតកូនចូលចាំថាទ្រព្យសម្បត្តិមាសប្រាក់របស់យើងចៅអាចលួចយកទៅបានតែចំណេះវិជ្ជានៅជាប់នឹងខ្លួនអ្នកណាក៏លួចយកទៅមិនបានដែរវិជ្ជាជាកំណប់ទ្រព្យជាប់នឹងខ្លួនកូនទឹកភ្នែកស្ត្រីប្តីប្រមឹកការបានគ្នាដំបូងសុរាក៏បងមិនចេះផឹកបារីក៏បងមិនចេះជក់តែពេលនេះអ្វីដែលធ្វើឲ្យទ្រង់ភរិយាស្ទើរតែបែកនោះគឺលោកប្តីផឹកគ្មានសម្រាកផឹកយប់ផឹកថ្ងៃថ្ងៃណាពេលវេលាណាក៏ស្រវឹងជួខ្លួនហើយពេលស្រវឹងម្ដងមកដល់ផ្ទះតែងតែរករឿងប្រពន្ធកូនដោយអាកប្បកិរិយាគួរឲ្យខ្លាចជាទីបំផុតគោះរំលើករឿងអតីតកាលដែលកន្លងហួសទៅហើយយកមកនិយាយដោយសំឡេងខ្លាំងរហូតជេរប្រពន្ធកូនដោយសំឡេងអាក្រក់ផ្សេងបណ្ដាឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារភរិយាមួយថ្ងៃឃើញតែសម្រក់ទឹកភ្នែកយំនឹកសង្វេគខ្លួនឯងដែលបានប្តីជាមនុស្សប្រមឹកផឹកគ្មានឈប់ឈរមិនគិតជួយប្រឹងប្រែងរកទ្រព្យសម្បត្តិទំនុកបំរុងគ្រួសារឡើយគិតតែពីទាលុយយកទៅផឹកភរិយាខំរកតែម្នាក់ឯងច
ទាំងឈឺទាំងជាមិនមានថ្ងៃឈប់សម្រាកឡើយព្រោះបើរំពឹងទៅលើកូនក៏នៅក្មេងមិនអាចជួយធ្វើការងារម្ដាយពេញដៃពេញជើងបានទេតែបើងាកត្រេទៅរករំពឹងលោកប្តីក៏គ្មានបានការនឹងរឹតតែធ្វើឲ្យកាំងចិត្តធ្វើឡើងលោកប្តីស្រវឹងយប់ស្រវឹងថ្ងៃការងារអ្វីក៏មិនជួយធ្វើគ្មានគំនិតគិតជួយភរិយាឡើយភរិយាកំសត់អើយប្រឹងប្រែងទាំងទឹកភ្នែកប្រឹងអត់ធន់ចំពោះអ្វីគ្រប់សពបែបយ៉ាងដែលកើតឡើងអត់ធន់ចំពោះការងារអត់ធន់ចំពោះលោកប្តីប្រមឹកដែលរករឿងរកពេលស្រវឹងម្ដងអត់ធន់ចំពោះកូនទៀននេះទៀននោះគ្មានចន្លោះថ្ងៃណាឡើយពេលខ្លះភរិយាស្ទើរតែកាំងបេះដូងស្លាប់ម្ដងទៅហើយពេលដែលឮសំឡេងលោកប្តីប្រមឹកស្រែកខ្លាំងពេញផ្ទះនឹងឃើញលោកប្តីប្រមឹកមិនឈប់ឈរបែបនេះលោកប្តីទាំងឡាយអើយអសូរភរិយាផងសូមអង្វរណាឈប់ផឹកសូរ៉ាទៅ